មានចម្ងល់បងប្អូនយើងគាត់បានសាកសួរថាចេះឥឡូវនេះយើងបានឃើញថាភ្នំពេញ Ground ជាមួយនឹងប្រាក់ខណ្ឌស្វាយរៀងយើងបានដឹកដៃគ្នាលេងនៅក្នុងពានលំដាប់ទ្វីបអាស៊ីរបស់យើងពីមុនមកយើងធ្លាប់មានតែប្រាក់ខណ្ឌស្វាយរៀងមួយទេតែឥឡូវយើងបាន2ក្រុមហើយឥឡូវនេះយើងគេថាពូលផ្សេងគ្នាក៏ពិតមែនក៏ប៉ុន្តែសួរថានៅពេលដែលប្រកួតជម្រុះក្នុងពូលចប់គាត់ឡើងទៅកាន់វគ្គ8ក្រុមតើក្រុមទាំងពីរនេះអាចមានភាគរយឬក៏តើមានលក្ខខណ្ឌអីខ្លះដែលអាចជួបគ្នាបានអត់តាមពិតទៅគឺសុទ្ធសឹងតែមានលទ្ធភាពក្នុងការជួបគ្នានេះករណីបើសិនជាពួកគាត់ទាំងពីរអាចឡើងទៅកាន់វគ្គ8ក្រុមចុងក្រោយបាទព្រោះថានៅក្នុងបាទអាស៊ីខាងកើតយើងមានចំនួនតែ2ពូលទេបាទអញ្ចឹងមួយពូលគឺមានចំនួន2ក្រុមបាទអញ្ចឹងបើគាត់ណាបើសិនជាករណីពួកគាត់ទាំងពីរសុទ្ធសឹងតែជំរុះហើយនៅក្នុងពូលអាចឡើងទៅកាន់វគ្គ quarter final អញ្ចឹងមានថាក្រុមទាំងពីរអាចមានលទ្ធភាពជួបគ្នានៅវគ្គ8ក្រុមចុងក្រោយបាទដល់ឡែកយើងឃើញថាមុននេះបន្តិចគឺក្រុមបាល់ទាត់ភ្នំពេញ Ground ដែលលេងនៅឯទឹកដីនៃប្រទេសឥណ្ឌូនេស៊ីគឺបានយកឈ្នះក្រុមបាល់ទាត់សាន United នៅក្នុងលទ្ធផល3-1បាទដែល3-1នេះគឺបានជួយឲ្យក្លឹបបាល់ទាត់ភ្នំពេញ Ground គឺគាត់មាន4ពិន្ទុក្នុងដៃជាបណ្ដាអាសន្នបាទ4ពិន្ទុនេះគឺប្រកួតដំបូងគឺគាត់បានស្មើជាមួយដេវ៉ា1-1បាទជាក្រុមខ្លាំងជាងគេក្នុងពូលឯដេវ៉ាបាទបន្តមកទៀតនេះឈ្នះសាននេះយើងឃើញលទ្ធផលមួយស្មើចប់វគ្គយើងឃើញថាដូចជាចង់តានតឹងបាទចង់ពិបាកប៉ុន្តែដល់ពេលឈ្នះ 3-1 យើងរៀងសប្បាយចិត្តវិញប៉ុន្តែសម្រាប់នៅក្នុងពូលនេះបាទពូលនេះតៃណាន់ក៏ត្រូវប៉ះជាមួយដេវ៉ាដែរបាទអញ្ចឹងភ្នំពេញ Ground អាចរៀងពិបាកអត់ដូចស្វាយរៀងទេស្វាយរៀងឧទាហរណ៍បើសិនជាស្វាយរៀងគាត់ឈ្នះការប្រកួតនេះគាត់ឡើងទៅអូតូហើយអូតូតែម្ដងប៉ុន្តែភ្នំពេញ Ground អត់តន់ដឹងនៅឡើយនេះយើងមើលពីតេហេកមានន័យថាតៃវ៉ាន់ជាមួយដេវ៉ាតៃវ៉ាន់គាត់មានជាស្រ័យតៃណាន់បាទតៃណាន់គាត់មាន3បន្ទុកដេវ៉ាគាត់មាន1បន្ទុកបាទអញ្ចឹងឧទាហរណ៍បើសិនជាតៃណាន់ឈ្នះបាទតៃណាន់មាន6បន្ទុកបាទអញ្ចឹងដេវ៉ាគាត់មាន1បន្ទុកដែរបាទអញ្ចឹងបើសិនជាដេវ៉ាគាត់ឈ្នះប្រកួតចុងក្រោយគាត់មាន4បន្ទុកបាទអញ្ចឹងតៃណាន់ជាមួយស្វាយរៀងបើសិនជាស្វាយណាន់ចាញ់តៃណាន់ចុងក្រោយតៃណាន់ជាមួយភ្នំពេញ Ground បាទបើសិនជាភ្នំពេញ Ground ចាញ់តៃណាន់អញ្ចឹងយើងអាចពិបាកដែរបាទអញ្ចឹងបើប្រកួតចុងក្រោយគឺត្រូវការឈ្នះបាទត្រូវការឈ្នះប៉ុន្តែបើសិនជាឧទាហរណ៍បើតៃណាន់ចាញ់ដេវ៉ាឡូវិញរត់តែពិបាកទៀតព្រោះបើសិនជាតៃណាន់ចាញ់ដេវ៉ាមាន4បន្ទុកតៃណាន់មាន3បន្ទុក3បន្ទុកបាទអញ្ចឹងប្រកួតចុងក្រោយបើសិនជាភ្នំពេញ Ground ទៅចាញ់តៃណាន់គឺតៃណាន់ដឹកដៃជាមួយដេវ៉ារួចគាត់ថាដេវ៉ាប្រកួតចុងក្រោយគាត់ប៉ះជាមួយសានប្រកួតពីប្រកួតនេះគាត់ប៉ះសាក្រុមដែលលំដាប់ខ្លាំងបាក់ផែគ្នាអញ្ចឹងប្រកួតចុងក្រោយគាត់រៀងធូរជាងគេបាទអញ្ចឹងលក្ខខណ្ឌនេះបើសិនជាតៃណាន់ឈ្នះដេវ៉ាយើងអាចល្អជាងបាទល្អជាងតៃណាន់ចាញ់ដេវ៉ាបាទអូនេះរួមទៅលក្ខខណ្ឌនេះបើសិនជាឲ្យតៃណាន់ចាញ់ហ្មងគឺឱកាសក្រោយយើងគឺមានតិចមែនទេព្រោះថាយើងប្រកួតក្រោយភ្នំពេញ Ground ត្រូវប៉ះតៃណាន់អញ្ចឹងជាក្រុមខ្លាំងមួយខ្ញុំគិតថាពិបាកប៉ុន្តែបើសិនជាដេវ៉ាចាញ់គឺប្រកួតក្រោយខ្ញុំសុំមកស្មើបាទគឺឡើងលេងគិតច្រើនហើយចុះតៃណាន់ហើយនឹងដេវ៉ាមួយណាជំរុកលេងល្អឬមួយក៏ខ្លាំងជាងក្រុមទាំងពីរនេះបើយើងមើលទៅវារដូវកាលថ្មីល្អដូចគ្នាហ្មងផាកគ្នាហើយខ្ញុំព្យាយាមរកព័ត៌មានដែរគឺក្រុមទាំងពីរនេះអត់ធ្លាប់ជួបគ្នាទេបាទទាំងដេវ៉ាទាំងតៃណាន់អញ្ចឹងយើងពិបាកដឹងថាប្រវត្តិសាស្ត្រក្រុមទាំងពីរនឹងបែបណាតែការប្រកួតនេះដេវ៉ាគេឈ្នះតាមត្រង់ថាលេងនៅទឹកដីរបស់គេដូចស្វាយរៀងអញ្ចឹងបាទទទួលសិទ្ធធ្វើជាម្ចាស់ផ្ទះអញ្ចឹងរៀងមានព្រៀបដែរកន្លែងចំណុចនេះខ្ញុំមានអារម្មណ៍ថាសរសើរភ្នំពេញ Ground ដែរណាគាត់អាចស្មើជាមួយដេវ៉ាបានពីប្រកួតដំបូងខ្ញុំពិតជាមានការព្រួយបារម្ភខ្លាំងមែនតើសម្រាប់ការប្រកួតតទល់មួយដេវ៉ាព្រោះដេវ៉ាគីឡូធ្ងន់ជាងគេខ្ញុំជឿថាគីឡូធ្ងន់ជាងគេហើយទឹកដីរបស់គេទៀតតែសរសើរភ្នំពេញ Ground គាត់ក្តៅក្តាប់ឱកាសនឹងបានល្អហើយវាគឺជាគោលដៅអញ្ញបានថាជាគោលដៅរបស់ភ្នំពេញ Ground ផ្ទាល់ក៏ដូចជាអ្វីដែលជាអ្នកគ្រប់គ្រងចង់បានដែរបាទព្រោះថាការដែលចង់បាន3បន្ទុកពីដេវ៉ាខ្ញុំគិតថាពិបាកខ្លាំងណាស់ហើយគាត់កំហុសមិនគាត់អាចស្មើវិញបានទេអញ្ចឹងនេះគឺជារឿងមួយល្អខ្លាំងមែនទែនបាទសូមសរសើរទៅដល់ភ្នំពេញ Ground ហើយជឿជាក់ថានេះគឺជាគោលដៅគឺជា plan A របស់ក្រុមការងារគ្រូបង្វឹកក៏ដូចជាថ្នាក់ដឹកនាំរបស់ក្លឹបជាពិសេសក៏ដូចជាអ្នកគ្រប់គ្រងផងដែរខ្ញុំណាពីព្រោះថាការដែលស្មើជាមួយនឹងដេវ៉ាមិនមែនជារឿងធម្មតាទេអញ្ចឹងខ្ញុំជឿជាក់ថាភ្នំពេញ Ground យើងនឹងបានឡើងទៅវគ្គបន្តភាគរយច្រើនសម្រាប់ខ្ញុំណាបាទខ្ញុំចូលរួមត្រង់នឹងតិចដែរបងតាក់ទងទៅនឹងការប៉ះគ្នាណាបាទអ្វីដែលប៉ះមិនប៉ះគឺអាស្រ័យលើ Ground ហើយស្វាយរៀងជាអ្នកសម្រេចស្វាយរៀងបាទតែថាចេះឧទាហរណ៍បើ Ground គាត់សម្រេចថាឡើងទៅហើយបាទ
លេខ1ក៏បានលេខ2ក៏បានហើយស្វាយរៀងគាត់ប្រកួតម៉ោង7នេះគឺប៉ះជាមួយនឹងអេរ៉ាក្រុមមកពីឡាវខ្ញុំគិតថាគីឡូឡាវនេះគឺស្វាយរៀងខ្ញុំគិតថាអាចឈ្នះហើយអត់បញ្ហាបាទអញ្ចឹងបើគាត់ឈ្នះប្រកួតក្រោយគាត់ប៉ះដានីឡាក្រុមរបស់ខាងនេះបងក្រុមខ្លាំងមួយនៅក្នុងពូលបាទជាមួយនឹងប្រកាសស្វាយរៀងបាទអញ្ចឹងគាត់អាចថាបើឃើញភ្នំពេញក្រោននៅលេខ1អញ្ចឹងគាត់អាចទម្លាក់ទៅគាត់ទម្លាក់យកលេខ2ទម្លាក់គាត់លេងឲ្យចាញ់ក៏បានស្មើក៏បានទៅដើម្បីយកលេខ2កុំឲ្យកិច្ចកុំឲ្យប៉ះភ្នំពេញក្រោនឬក៏បើសិនជាភ្នំពេញក្រោនគាត់នៅលេខ2ប្រកួតក្រោយគាត់អាចប្រឹងមកប្រាឲ្យឈ្នះយកលេខ1ទៅគឺកិច្ចគ្នាបានហើយខ្ញុំជឿជាក់ថាប្រកាសនេះស្វាយរៀងបើឃើញចេះមិនដែរសុខចិត្តប៉ះក្រុមមកពីប្រទេសរួមសុខខ្លួនឯងបាទមានធ្វើម៉េចគឺកិច្ចបាទពេលខ្លះគាត់ផ្លេចតែណាខ្ញុំគិតថាអត់ទេបងព្រោះដោយសារតែនៅក្នុងពូលមួយស្វាយរៀងខ្ញុំគិតថាគីឡូដែលខ្លាំងគឺមានស្វាយរៀងបាទខ្លាំងជាងគេអញ្ចឹងគាត់មានកំណត់ជួបវាសនាថាចង់ជួបវាសនាអត់ចាំគាត់ជួយបាទធ្វើម៉េចភ្នំពេញក្រោនជួយខ្លួនឯងសិនជួយធ្វើម៉េចឲ្យឡើងទៅសិនឲ្យឡើងទៅសិនលេខ1ក៏បានលេខ2ក៏បានឲ្យតែឡើងលេខ2ក៏បានដែរព្រោះខ្ញុំគិតថាល្ងាចនេះមក7ស្វាយរៀងប្រកាសជាយកឈ្នះទៅលើអេរ៉ាក្រុមរបស់ឡាវហើយអញ្ចឹងបើគាត់ឈ្នះគឺអូតូឡើងហើយស្វាយរៀងលេខគិតច្រើនហើយលេខគិតថាលេខ1លេខ2ក៏ដឹងថាឡើងហើយសំខាន់ឡើងប្រកួតទី3ហ្នឹងត្រូវប៉ះជាមួយដានីឡាតែគាត់ត្រូវការឈ្នះឬក៏ចាញ់បាទអញ្ចឹងគឺមើលដែរបាទអាហ្នឹងដូចយើងចាំមើលក្រោយបាទដូចយើងបងប្អូនគ្នាបងបាទហើយឃើញបងប្អូនឯងមកដែរទៅប៉ះបងប្អូនឯងមិនកិច្ចទេបានឯណាមួយអាចនិយាយបានថាជាឆ្អឹងទៅកមួយដែរណាក្រុមទាំងពីរនិយាយទៅក្រោនក៏ខ្លាចហ្វៃរៀងក៏ខ្លាចក្រោនដែរមែនតែបើយើងនិយាយអំពីគ្រាន់តែក្លឹបនឹងក្លឹបណាគាត់តែជាការប្រគួតប្រជែងក្រុមទាំងពីរជឿជាក់ថាខ្លាចដូចគ្នាបាទក្រោនក៏ខ្លាចស្វ័យរៀងក៏ខ្លាចក្រោនហើយមួយវិញទៀតបើសិនជាយើងចង់ឲ្យក្លឹបរបស់យើងចូលទៅវគ្គជ្រៅបានន័យថាអត់ជួបគ្នាវគ្គ8ទេជួបវគ្គសេមីឬមួយ final អីចឹងណាអានោះវាជារឿងកាន់តែល្អបើយើងនេះអ្នកគ្រប់គ្រងបាល់ទាត់ក្នុងស្រុកគឺគេហៅថាបានមើលបាល់ទាត់យូរដែរចឹងណាបើសិនជាជួបគ្នានៅវគ្គ8ចឹងចង់ទេគឺត្រូវបាត់មួយទេមែនទេបាទអញ្ចឹងបើសិនជាអញ្ចឹងអាចនិយាយបានថាបើសិនជាស្វ័យរៀងមិនមើលជួយសេរីឲ្យផងបាទសេរីទៅមិនកិច្ចក្រោតវគ្គ8ក្រុមទៅព្រោះនេះគឺជាអ្វីដែលជាអ្នកគ្រប់គ្រងចង់បានខ្ញុំជឿថាអ្នកគ្រប់គ្រងបាល់ទាត់របស់ប្រទេសកម្ពុជារបស់យើងចង់បានបែបហ្នឹងចង់បានឲ្យក្រោតហើយនឹងស្វ័យរៀងចូលឲ្យតវគ្គជ្រៅកុំជួបគ្នាវគ្គ8ហ្នឹងជួបសេមីក៏បាន final ក៏បានដែរនិយាយបងព្រោះធម្មតាអាវគ្គ8ក្រុមយើងអាចកិច្ចបានកិច្ចតែវគ្គសេមីអាចកិច្ចបានហ្នឹងហើយក៏មិនអាចជួបគ្នាវគ្គ final ដែរព្រោះជួបគ្នាវគ្គសេមីហើយ final អាចជួបទេបាទជួបក្រុមនៅមកពីទ្វីបផ្សេងបាទអញ្ចឹងគឺដាច់ខាតបើឡើងផុតវគ្គ8ជួបគ្នាសេមី final តែម្ដងបាទគឺអាចកិច្ចបានទេអញ្ចឹងកិច្ចបានកិច្ចខាងវគ្គ8សិនអញ្ចឹងពីរនេះបើយើងមើលទៅគឺមានមួយឡើងទៅកាន់វគ្គដាច់ប្រត់ហើយអូខេមានមួយអត់មួយយើងធ្លាប់ឡើងបានបាទពីរ2011ភ្នំពេញក្រោនអូខេកាលនោះគាត់ឈ្មោះដូចជា Smart ទេបង Smart United បាទហើយពានខាងនោះគេដាក់ President Cup 2011ហើយស្វ័យរៀងរបស់យើង2024ថ្មីនេះបាទអញ្ចឹងថ្ងៃនេះក៏ជាថ្ងៃបំបីកំណត់ត្រាថ្មីរដូវកាលថ្មីដែរមានន័យថាបងប្អូនយើងចូលរួមទស្សនាដល់260នាក់ហើយអរគុណច្រើនណាស់យើងត្រឡប់មកវិញបន្តិចដើម្បីច្បាស់ដូចចិត្តត្រាបងជីវ័នលើកឡើងអញ្ចឹងគឺលក្ខខណ្ឌនៃការជួបគ្នាទី1គឺត្រូវការឲ្យក្រុមទាំងពីរបាទគឺមានកៅអីមានថានៅក្នុងពូលនេះគឺឲ្យតែគាត់ឈរនៅលេខទី1ទី2ទាំងពូល D ទាំងពូល E ភ្នំពេញក្រោននិងស្វាយរៀងសុទ្ធសឹងតែដឹកដៃគ្នាឡើងទៅកាន់វគ្គ quarter final ប៉ុន្តែដល់ឡែកបើសិនជាស្វាយរៀងគាត់ឈរនៅលេខរៀងទី1នៅក្នុងពូល D ភ្នំពេញក្រោនក៏ឈរនៅលេខរៀងទី1នៅក្នុងពូល E មានតែក្រុមទាំងពីរអត់អាចជួបគ្នាទេតែបើសិនជាស្វាយរៀងឈរលេខរៀងទី1បាទភ្នំពេញក្រោនឈរលេខរៀងទី2នោះនឹងត្រូវជួបគ្នានៅវគ្គ8ក្រុមព្រោះមានន័យថារូបមន្តលេខ1ពូល A លេខ1ពូល D ប៉ះជាមួយនឹងលេខ2ពូល E យើងនិយាយថាខ្លីចុះ A និង B ចុះនៅអាស៊ីខាងកើតយើងគឺមានតែ2ពូលទេយើងចាត់ទុកថាស្វ័យរៀងនៅពូល A ភ្នំពេញក្រោននៅពូល B អញ្ចឹងបើសិនជាស្វ័យរៀងលេខ1ពូល A ហើយភ្នំពេញក្រោនលេខ1ពូល A អញ្ចឹងអត់ជួបគ្នាទេអញ្ចឹងបើសិនជាក្រុមទាំងពីរនេះគាត់ឡើងទៅកាន់វគ្គ8ក្រុមចុងក្រោយទាំងពីរហើយមិនជួបគ្នានៅវគ្គ8ក្រុមហើយអាចដឹកដៃគ្នាឡើងទៅកាន់វគ្គ semi final យើងពិសេសមែនទែនធ្វើឲ្យបាល់ទាត់នៅលីកកំពូលកម្ពុជាយើងកាន់តែល្បីល្បាញព្រោះថាមានដល់ទៅ2ក្រុមដែលអាចឡើងទៅដល់វគ្គពាក់កណ្ដាលដៃប្រត់ហើយត្រូវជួបគ្នាដូចចត្រាលើកឡើងអញ្ចឹងព្រោះការប្រកួតប្រជែងនៅតំបន់អាស៊ីយើងអត់ដូចនៅតំបន់អឺរ៉ុបទេដោយសារតែក្លឹបមានកម្រិតខុសគ្នាអាស៊ីខាងលិចហ្នឹងគឺជាប្រទេសដែលសម្បូរធនធានកីឡាទាំងថវិកា sponsor អញ្ចឹងចង់មិនចង់គឺល្អជាងហើយអញ្ចឹងអត់អាចធ្វើការប្រកួតប្រជែងគ្នាពីវគ្គចែកពូលបានទេវាធ្វើឲ្យ balance ការប្រកួតប្រជែងវាខុសគ្នាឆ្ងាយពេកអញ្ចឹងទៅជួបគ្នានៅវគ្គផ្ដាច់ប្រត់ប៉ុន្តែសម្រាប់រដូវកាលនេះ
ការប្រកួតវគ្គផ្ដាច់ព្រ័ត្រគឺធ្វើឡើងនៅអាស៊ីខាងលិចវិញ អាស៊ីខាងលិចវិញ បាទ ឆ្នាំទៅខាងយើង បាទឆ្នាំទៅខាងយើងមានន័យថាមួយឆ្នាំម្នាក់ឆ្នាំសេះឆ្នាំគូអញ្ចឹងមួយឆ្នាំនេះបើសិនជាក្រោមឬក៏ស្វ័យរៀងអាចឡើងទៅដល់វគ្គផ្ដាច់ព្រ័ត្រនោះមានន័យថាយើងនឹងត្រូវហោះទៅលេង final game នៅអាស៊ីខាងលិចបាទអាស៊ីខាងលិចសុទ្ធសឹងតែក្រុមល្អក្រុមខ្លាំងហើយទៀតសោតដូចអ្វីដែលបងប្អូនយើងបានដឹងហើយក្រុមទាំងពីរបើជួបគ្នានៅវគ្គសេមីការប្រកួតគឺធ្វើឡើងនៅទឹកដីកម្ពុជាបាទអញ្ចឹងគឺដឹងតែកក្រើកហើយក៏ជាការប្រកួតសងសឹកដែរព្រោះក្រោមបានឈ្នះស្វ័យរៀង 3-2 នៅក្នុង Cameroon Premier League បាទឈឹងទី1បាទអញ្ចឹងពិសេសកាន់តែពិសេសតែ3-2មិន2-1ណា3-2បងមិន2-1ទេបាទ5-2ទៀតអានេះជាក្តីសម័យខ្ញុំមួយដែរបងបាទក្តីសម័យយើងចង់ឃើញការប្រកួតវគ្គផ្ដាច់ព្រ័ត្រនៅដីកម្ពុជាយើងក្នុងពាននៅប្រចាំតំបន់ទ្វីបអាស៊ីរបស់យើងឃើញហើយបាទគាត់យើងប៉ះអាកដាក់មកពីទូមេនីស្ថានតែយើងបរាជ័យយើងបានជើងឯរ៉ូយ៉ាងណាវាជាការប្រកួតពិសេសដែរប៉ុន្តែឆ្នាំនេះខ្ញុំចង់បានអភិសេសមួយទៀតគឺអាចក្រោកជើងឯកលីកទី3នេះបានត្រឹមត្រូវយើងបានជើងឯកបានហើយលីក2យើងយកបានទៀតបាទទៅពិសេសទៀតហើយយើងធ្លាប់ទៅលេងតែឯងគត់បាទឆ្នាំមិញគឺប្រកាសនៃស្វ័យរៀងមួយមានអារម្មណ៍ថាវាឯកកោពេក